សម្ដេចមហារដ្ឋាភិបាលការធិបតីគុណសូដារីស្នើឯកអគ្គរដ្ឋទូតកម្ពុជាទើបតែងតាំងថ្មីបំពេញការងារការទូតនៅតាមបណ្ដាប្រទេសនានាត្រូវធ្វើការទន់ភ្លន់ម៉ឺងម៉ាត់តម្កល់ផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិជាធំរដ្ឋាភិបាលកម្ពុជានិងបារាំងពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សន្តិភាពផលប្រយោជន៍ប្រជាពលរដ្ឋឯកឧត្តមកតេសេដ្ឋាបណ្ឌិតជាមយាបជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋាភិបាលបារាំងចូលជួបសម្ដែងការគូសំដឹកនាំដោយឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពរដ្ឋាភិបាលបារាំងកម្ពុជាឯកឧត្តមលេងពេញឡុងចែករំលែកពីការសិក្សាស្វែងយល់ពីប្រវត្តិនយោបាយការបរទេសកម្ពុជានិងសេដ្ឋកិច្ចកម្ពុជាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលសិស្សានុសិស្សសាលាអន្តរជាតិ ICS សិក្សាស្វែងយល់ពីទូនាទីនិងភារកិច្ចរបស់រដ្ឋាភិបាលជាតិសម្ដេចមហារដ្ឋាភិបាលការធិបតីខួនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាឯកអគ្គរដ្ឋទូតមិនត្រឹមតែជាតំណាងឲ្យក្រសួងការបរទេសប៉ុណ្ណោះទេតែជាតំណាងឲ្យប្រទេសជាតិតំណាងឲ្យព្រះមហាក្សត្រនិងតំណាងឲ្យប្រជាជនកម្ពុជាទាំងមូលបេសកកម្មការទូតជាការងារដ៏ឧត្តមឧត្តមត្រូវការពារឲ្យបានផលប្រយោជន៍ប្រទេសជាតិនិងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិឯកអគ្គរដ្ឋទូតត្រូវធ្វើការដោយភាពទន់ភ្លន់ម៉ឺងម៉ាត់និងត្រូវតម្កល់ផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិជាធំសម្ដេចប្រធានរដ្ឋាភិបាលបានមានប្រសាសន៍លើកឡើងដូចនេះនៅព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះក្នុងឱកាសអនុញ្ញាតជូនឯកអគ្គរដ្ឋទូតចំនួន4រូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្ដាប្រទេសនានាបានចូលជួបសម្ដែងការគូសំជម្រាបលានិងទទួលអនុសាសន៍នៅមុនពេលចាក់ចែងពីមាតុប្រទេសទៅបំពេញបេសកកម្មឯកឧត្តមអគ្គរដ្ឋទូតដែលទើបតែងតាំងនឹងបានជម្រាបលានិងទទួលអនុសាសន៍ពីសម្ដេចប្រធានរដ្ឋាភិបាលនាឱកាសនេះមានឯកឧត្តមនំពិសិដ្ឋអគ្គរដ្ឋទូតប្រចាំប្រទេសអូស្ត្រាលីនិងនូវែលសេឡង់លោកជំទាវទូចសុផារតឯករដ្ឋទូតប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមឯកឧត្តមឆៃមករាឯកអគ្គរដ្ឋទូតប្រចាំរដ្ឋគូវ៉េតឯកឧត្តមផូសំអាងឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋគុយបាសម្ដេចប្រធានរដ្ឋាភិបាលមានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវឯកឧត្តមអគ្គរដ្ឋទូតទើបតែងតាំងថ្មីទាំង4រូបក្នុងនាមសម្ដេចផ្ទាល់សម្ដេចសូមសម្ដែងនូវក្តីរីករាយនិងអបអរសាទរយ៉ាងខ្លាំងចំពោះលោកជំទាវឯកឧត្តមអគ្គរដ្ឋទូតដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី7ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយធម៌វន្តរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានផ្ដល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំបណ្ដាប្រទេសនានាសម្ដេចរដ្ឋាភិបាលការធិបតីខួនសូដារីបានគូបញ្ជាក់ថាជាមន្ត្រីការទូតជាប្រភពព័ត៌មានមួយសម្រាប់ថ្នាក់ដឹកនាំផងដែរបេសកកម្មការទូតពិតជាសំខាន់ខ្លាំងបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេសដែលរួមចំណែកការពារនិងលើកកម្ពស់អត្តសញ្ញាណជាតិកំណើនសេដ្ឋកិច្ចនិងស្ថិរភាពជាតិដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះក្នុងនាមជាមន្ត្រីការទូតចាំបាច់ត្រូវមានសមត្ថភាពក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការទូតរបស់រដ្ឋការទូតសភានិងការទូតផ្សេងៗដូចជាការទូតសេដ្ឋកិច្ចការទូតប្រជាជនក្រៅពីការបំពេញបេសកកម្មការទូតឯកអគ្គរដ្ឋទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅសិក្សាឬរកទទួលទាននៅតាមបណ្ដាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរអ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋត្រូវរក្សាអត្តសញ្ញាណជាតិនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹងឯកឧត្តមនំពិសិដ្ឋតំណាងឯកអគ្គរដ្ឋទូតទាំង4រូបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋាភិបាលដែលបានផ្ដល់ឱកាសជូនឯកឧត្តមនិងលោកជំទាវទាំងអស់បានចូលជួបសម្ដែងការគូសំជម្រាបលាពិសេសបានទទួលអនុសាសន៍ល្អៗនៅក្នុងឱកាសនេះឯកឧត្តមបានបង្ហាញពីការតាំងចិត្តខ្ពស់នៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិឲ្យទទួលបានជោគជ័យឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលស្របតាមគោលនយោបាយការទូតរបស់កម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់សម្ដេចមហារដ្ឋាភិបាលការធិបតីខួនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Thomas Lam សមាជិករដ្ឋាភិបាលនិងជាប្រធានក្រុមមិត្តភាពរដ្ឋាភិបាលបារាំងកម្ពុជាបានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរឲ្យកាន់តែសកម្មស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋជាមួយគ្នានេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតម្លៃសន្តិភាពដែលជាមូលដ្ឋានសំខាន់ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs តបតាមការអញ្ជើញរបស់សម្ដេចប្រធានរដ្ឋាភិបាលឯកឧត្តម Thomas Lam បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលបារាំងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី23ដល់ថ្ងៃទី28ខែកុម្ភៈឆ្នាំ2026និងបានចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយសម្ដេចប្រធានរដ្ឋាភិបាលនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះនៅវិមានរដ្ឋាភិបាល
សម្ដេចរដ្ឋាភិបាលធិបតីខុនសូដារីបានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋាភិបាលបារាំងកម្ពុជាដឹកនាំដោយឯកឧត្តម Thomas Lam ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះដំណើរទស្សនកិច្ចនេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជាបារាំងដែលមានតាំងពីយូរមកឲ្យកាន់តែរឹងមាំបន្ថែមទៀតសម្ដេចបានគូបញ្ជាក់ថាបារាំងជាមិត្តចាស់មិត្តដែលទុកចិត្តជឿជាក់និងបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកទំនាក់ទំនងកម្ពុជាបារាំងពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់តាមរយៈព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនកាលពីសម្ដេចនៅជានាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាកាលពីឆ្នាំកន្លងទៅនៅសាធារណរដ្ឋបារាំងនិងដំណើរទស្សនកិច្ចរបស់សម្ដេចប្រធានរដ្ឋាភិបាលផ្ទាល់កាលពីចុងឆ្នាំ2025នេះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិឯកឧត្តម Thomas Lam បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជាដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាប្រទេសបារាំងនាឱកាសនេះឯកឧត្តមបានគូបញ្ជាក់ថាដំណើរទស្សនកិច្ចនឹងជាផ្នែកសំខាន់នៅក្នុងការជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើងបន្ថែមទៀតជាមួយគ្នានេះដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20ក៏ដូចជាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron នៅកម្ពុជានៅក្នុងខែវិច្ឆិកាឆ្នាំ2026នេះឲ្យទទួលបានលទ្ធផលជាទីគាប់ចិត្តសម្ដេចប្រធានរដ្ឋាភិបាលបានលើកឡើងថាក្រុមមិត្តភាពបារាំងកម្ពុជាបានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាពនិងទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរកម្ពុជាបានផ្ដល់តម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូល Francophonie ដែលមិនត្រឹមតែជាវេទិកាសម្រាប់ភាសាបារាំងប៉ុណ្ណោះទេតែជាកិច្ចសន្ទនាប្រមូលផ្ដុំថ្នាក់ដឹកនាំកំពូលជាច្រើនដើម្បីដោះស្រាយបញ្ហារួមរបស់ពលរដ្ឋវេទិកាសំខាន់នេះជាផ្នែកសំខាន់នៅក្នុងការពង្រឹងសុខសន្តិភាពគោលការណ៍ពហុនិយមរបស់សកលលោកដែលកំពុងធ្លាក់ចុះគួរឲ្យព្រួយបារម្ភសម្ដេចរដ្ឋាភិបាលធិបតីខុនសូដារីបានថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជានិងបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងដំណើរការកសាងនិងអភិវឌ្ឍនៅកម្ពុជារហូតមកសម្ដេចក៏បានអរគុណសមាជិករដ្ឋសភាបារាំងនិងក្រុមមិត្តភាពបារាំងកម្ពុជាដែលបានចេញញត្តិគាំទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃនិងបានជំរុញឲ្យប្រទេសទាំងពីរអនុវត្តឲ្យមានប្រសិទ្ធភាពឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធីញត្តិគាំទ្រនោះបានឆ្លុះបញ្ចាំងឲ្យពិភពលោកបានដឹងថាភាគីណាជាជនរងគ្រោះនិងភាគីណាជាអ្នកឈ្លានពានសម្ដេចប្រធានរដ្ឋាភិបាលបានគូបញ្ជាក់ថាកម្ពុជាជាប្រទេសតូចនិងជាប្រទេសឆ្លងកាត់សង្គ្រាមត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះទេសច្ចភាពបានផ្ដល់ឲ្យកម្ពុជានៅពេលនេះតាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្ត្ររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព Board of Peace ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកនិងបានបង្ហាញឲ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជាដែលបណ្ដាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃឯកឧត្តមប្រធានគណៈប្រតិភូបានអបអរសាទរការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល Francophonie លើកទី20និងសូមឲ្យកម្ពុជាទទួលបានជោគជ័យហើយភាគីបារាំងបានត្រៀមជាស្រេចនៅក្នុងការគាំទ្រដល់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំនោះឲ្យទទួលបានជោគជ័យទាក់ទងនឹងចំនួនព្រំដែនកម្ពុជាថៃបារាំងត្រៀមខ្លួនផ្ដល់ឯកសារដើមដែលមានដល់កម្ពុជាឯកឧត្តម Thomas Lam បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំងមកកម្ពុជាស្របពេលនឹងកិច្ចប្រជុំកំពូល Francophonie លើកទី20នោះនឹងធ្វើឲ្យប្រទេសទាំងពីររកឃើញនូវលទ្ធភាពជាច្រើនទៀតនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការនាំមកនូវផលប្រយោជន៍រួមសម្ដេចប្រធានរដ្ឋាភិបាលបានអរគុណរដ្ឋសភាបារាំងដែលបានគាំទ្រដល់រដ្ឋសភាកម្ពុជានៅក្នុងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថលនិងស្នើរដ្ឋសភាបារាំងបន្តផ្ដល់ការបណ្ដុះបណ្ដាលវគ្គខ្លីៗដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ថែមទៀតសម្ដេចបានស្នើសុំភាគីបារាំងជំរុញវិនិយោគពាណិជ្ជកម្មទេសចរបន្ថែមទៀតមកកម្ពុជាជាពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់បារាំងកម្ពុជាឡើងវិញផងដែរនាព្រឹកថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ឯកឧត្តមកេតិសេដ្ឋាបណ្ឌិតជាមយាបអនុប្រធានទី1រដ្ឋសភានិងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជាបារាំងបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាបារាំងដឹកនាំដោយឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំងកម្ពុជាក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាឲ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅភាគីទាំងពីរបានវិតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីជាពិសេសលទ្ធផលនៃជំនួបរវាងគណៈប្រតិភូជាមួយនឹងសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភាកម្ពុជា
ជំនុំនេះឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតនៅក្នុងការផ្លាស់ប្ដូរបទពិសោធន៍និងការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្នាំ2026ត្រូវបានចាត់ទុកជាឆ្នាំដ៏វិសេសវិសាលសម្រាប់ទំនាក់ទំនងកម្ពុជាបារាំងខណៈកម្ពុជាត្រៀមលក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron និងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20នៅរាជធានីភ្នំពេញព្រឹត្តិការណ៍ទាំងនេះនឹងក្លាយជាកាតាលីកររុញច្រានទំនាក់ទំនងទ្វេភាគីឲ្យឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រឯកឧត្តមកេតេសេដ្ឋាបណ្ឌិតបានបញ្ជាក់ពីគោលនយោបាយរក្សាមិត្តចាស់ពង្រីកមិត្តថ្មីដោយមិនយកប្រទេសណាជាសត្រូវនិងការប្រកាន់ខ្ជាប់នៅច្បាប់អន្តរជាតិក្រមមិត្តភាពសភានឹងដើរតួជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការដោយយកប្រជាពលរដ្ឋជាស្នូលដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់នាពេលកន្លងមកឯកឧត្តមកេតេសេដ្ឋាបណ្ឌិតជាមយាបក៏បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃសន្តិភាពនិងជំហរដោះស្រាយជម្លោះតាមរយៈផ្លូវច្បាប់អន្តរជាតិពិសេសជម្លោះព្រំដែនជាមួយប្រទេសថៃដោយកម្ពុជាស្នើសុំការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសបារាំងកម្ពុជាយល់ច្បាស់ពីតម្លៃសន្តិភាពថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់និងប្រជាជនកម្ពុជាទាំងមូលមិនចង់ឃើញបរតខ្លួនឬជាតិសាសន៍ដទៃជួបការលំបាកដោយសារសង្គ្រាមទៀតនោះឡើយឯកឧត្តមកេតេសេដ្ឋាបណ្ឌិតបានមានប្រសាសន៍ទៀតថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតវាយតម្លៃខ្ពស់ចំពោះតួនាទីបារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលតែងតែគាំទ្រពហុភាគីនិយមនិងច្បាប់អន្តរជាតិកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបារាំងដែលយល់ព្រមផ្ដល់ឯកសារនិងបច្ចេកទេសពាក់ព័ន្ធព្រំដែនអន្តរជាតិឬសន្ធិសញ្ញាឆ្នាំ1904-1907ដើម្បីជួយកម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធីរដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ជាមួយនឹងក្តីរំពឹងខ្ពស់ចំពោះការបង្កើតជើងហោះហើរត្រង់កម្ពុជាបារាំងក្នុងពេលឆាប់ៗដើម្បីជំរុញទេសចរណ៍និងវិនិយោគក្នុងវិស័យការទូតសភារដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំងជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតចាប់ពីប្រធានសភាគណៈកម្មការជំនាញរហូតដល់មន្ត្រីលេខាធិការដ្ឋានដើម្បីដោះដូរបទពិសោធន៍ជាមួយគ្នានេះក៏ស្នើសុំឲ្យបារាំងបន្តបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជានិងវគ្គបណ្ដុះបណ្ដាលភាសាបារាំងរយៈពេលខ្លីដល់មន្ត្រីរដ្ឋសភាផងដែរឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំងកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណសភាកម្ពុជាចំពោះការស្វាគមន៍ដ៏កក់ក្ដៅនិងថាចំណងតាក់ទងរវាងប្រទេសទាំងពីរបារាំងកម្ពុជាមានតាំងពីយូរណាស់មកហើយពិសេសលើផ្នែកវប្បធម៌ឯកឧត្តមបានបន្តថាបារាំងត្រៀមខ្លួនជួយកម្ពុជាលើវិស័យផ្សេងៗទៀតនៅក្នុងនោះមានដូចជាវិស័យអប់រំដោយបារាំងត្រៀមជួយនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំងដល់កម្ពុជាចំណែកកិច្ចសហការវិស័យសេដ្ឋកិច្ចគឺបារាំងអាចរួមចំណែកជួយផ្ដល់ការចែករំលែកបទពិសោធន៍និងភស្តុភារកម្មជាមួយនឹងក្តីសង្ឃឹមថាបារាំងនឹងអាចពង្រីកធុរកិច្ចរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រទេសកម្ពុជាបារាំងបានចាត់ទុកឆ្នាំ2026ជាចំណុចរបត់ប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីបារាំងកម្ពុជាគឺកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie លើកទី20នាខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះបារាំងនឹងផ្ដល់ជំនួយបច្ចេកទេសពេញទំហឹងដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូល Francophonie នេះជាមួយគ្នានេះប្រធានាធិបតីបារាំងគឺឯកឧត្តម Emmanuel Macron ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាផងដែរនាអំឡុងពេលនោះដែលនឹងធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀតតាក់ទងទៅនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដែលជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់កម្ពុជាឯកឧត្តម Thomas Lam បានសង្កត់ធ្ងន់ថាបារាំងផ្ដល់តម្លៃខ្ពស់លើដំណោះស្រាយតាមផ្លូវការទូតនិងសន្តិវិធីបារាំងត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្ដល់ឯកសារផែនទីនិងជំនួយបច្ចេកទេសចាំបាច់នានាដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង
ភាគីបារាំងក៏បានបង្ហាញឆន្ទៈនៅក្នុងការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សភាកម្ពុជាតាមរយៈការគាំទ្រក្នុងការជួយជ្រោមជ្រែងរដ្ឋសភាកម្ពុជាឲ្យក្លាយជាសភា Digital ដោយអគ្គលេខាធិការដ្ឋានសភាបារាំងនិងផ្ដល់ជំនួយបច្ចេកទេសនិងបទពិសោធន៍ដែលខ្លួនមានលើវិស័យនេះអគ្គលេខាធិការដ្ឋានរដ្ឋសភានៅរសៀលថ្ងៃទី24 ខែកុម្ភៈឆ្នាំ2026បានបើកវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយស្ដីពីប្រវត្តិនយោបាយការបរទេសកម្ពុជានិងសេដ្ឋកិច្ចកម្ពុជាក្រោមអធិបតេយ្យភាពនិងការឧទ្ទិសនាមផ្ទាល់ពីឯកឧត្តមលេងពេញឡុងអគ្គលេខាធិការរដ្ឋសភាវគ្គបណ្ដុះបណ្ដាលនេះជាផ្នែកមួយនៃសកម្មភាពកសាងសមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាឲ្យមានការរីកចម្រើនដើរទាន់សភាពការក្នុងនិងក្រៅប្រទេសក្នុងការផ្ដល់សេវាជូនតំណាងរាស្ត្រនៅក្នុងឆ្នាំ2026នេះគ្រាន់តែអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមានកម្មវិធីបណ្ដុះបណ្ដាលនិងបទបង្ហាញចំនួន14ទាក់ទងការងារទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មានវគ្គបណ្ដុះបណ្ដាលស្ដីពីប្រវត្តិនយោបាយការបរទេសកម្ពុជានិងសេដ្ឋកិច្ចកម្ពុជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសរុបចំនួន120នាក់និងតាមរយៈប្រព័ន្ធនិមិត្តសួរមួយចំនួនទៀតបានចូលរួមនៅក្នុងបទឧទ្ទិសនាមដ៏មានអត្ថន័យឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់លើប្រវត្តិទំនាក់ទំនងអន្តរជាតិដោយបានរំលេចនូវការវិវត្តនៃទំនាក់ទំនងរវាងមនុស្សនិងមនុស្សតាំងពីសតវត្សទី15រហូតមកដល់បច្ចុប្បន្នការយល់ដឹងពីប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការចងចាំព្រឹត្តិការណ៍អតីតកាលនោះទេប៉ុន្តែវាគឺជាការវិភាគលើភូមិសាស្ត្រនយោបាយការកកើតនៃសណ្ដាប់ធ្នាប់អន្តរជាតិការយល់ដឹងពីទំនាក់ទំនងរវាងនយោបាយការបរទេសនិងសេដ្ឋកិច្ចជួយឲ្យមន្ត្រីរាជការមើលឃើញពីយុទ្ធសាស្ត្រសេដ្ឋកិច្ចការទូតភាពធន់នៃសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យ Digital ជាដើមការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈមន្ត្រីរាជការដែលជាសេនាធិការឲ្យស្ថាប័ននីតិបញ្ញត្តិចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយដើម្បីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសនិងរដ្ឋបាលកាន់តែប្រសើរជូនដល់សមាជិករដ្ឋសភាក្នុងបេសកកម្មការទូតសភាវគ្គបណ្ដុះបណ្ដាលស្ដីពីប្រវត្តិនយោបាយការបរទេសកម្ពុជានិងសេដ្ឋកិច្ចកម្ពុជាត្រូវបានបែងចែកជា2លើកដែលលើកទី1គឺនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026និងបញ្ចប់ដោយជោគជ័យចំណែកលើកទី2គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី3ខែមីនាឆ្នាំ2026ខែមុខនេះសិស្សានុសិស្សនៃសាលាអន្តរជាតិ ICS ចំនួន196នាក់និងបុគ្គលិក19នាក់ដឹកនាំដោយលោកស្រីទីណាលីនាយិការរងសាលានាព្រឹកថ្ងៃទី25ខែកុម្ភៈឆ្នាំ2026បានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភាដើម្បីស្វែងយល់អំពីទូនាទីនិងភារកិច្ចរបស់រដ្ឋសភាលោកស្រីទីណាលីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជានិងថ្នាក់ដឹកនាំរដ្ឋសភាដែលបានអនុញ្ញាតឲ្យសិស្សានុសិស្សមកធ្វើទស្សនកិច្ចសិក្សានាពេលនេះលោកស្រីបានបញ្ជាក់ថាគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះមាន3ចំណុច1ផ្ដល់ឲ្យសិស្សនៅបទពិសោធន៍រៀនសូត្រលើពីថ្នាក់រៀនដែលបានឃើញការប្រតិបត្តិការរបស់រដ្ឋាភិបាលជាក់ស្ដែង2ជំរុញលើកទឹកចិត្តយុវជនឲ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវនិងជាអ្នកដឹកនាំនាពេលអនាគត3ពង្រឹងការយល់ដឹងនិងការគោរពចំពោះស្ថាប័នជាតិនិងនីតិរដ្ឋក្នុងឱកាសនោះឯកឧត្តមឡាយប៊ុនម៉េងអគ្គនាយករងស្រាវជ្រាវនិងនីតិកម្មនិងជាលេខាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សានៃច្បាប់នៃរដ្ឋសភាបានធ្វើបទបង្ហាញអំពីទូនាទីភារកិច្ចរបស់រដ្ឋសភានៃប្រជាជាតិកម្ពុជាព្រមទាំងពន្យល់អំពីរចនាសម្ព័ន្ធនិងការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភារដ្ឋសភានីតិកាលទី7កើតចេញពីការបោះឆ្នោតសកលនាថ្ងៃទី23ខែកក្កដាឆ្នាំ2023តាមប្រព័ន្ធសមាមាត្រ25មណ្ឌលរាជធានីខេត្តនិងមានគណៈបកនយោបាយចូលរួម18គណៈបកបច្ចុប្បន្នរដ្ឋសភាមានសមាជិកចំនួន125រូបនៅក្នុងនោះសមាជិកជាស្ត្រី17រូបស្មើនឹង13កណ្ដាលស្ញា6%គណៈបកដែលមានអាសនៈនៅក្នុងរដ្ឋសភារួមមានគណៈបកប្រជាជនកម្ពុជាមាន120អាសនៈគណៈបកហ្វុនស៊ិមពេចមានចំនួន5អាសនៈរដ្ឋសភាប្រជុំសាមញ្ញមាន2លើកនៅក្នុងមួយឆ្នាំមួយលើកមានរយៈពេល3ខែឯកឧត្តមឡាយប៊ុនម៉េងបានបញ្ជាក់ថាក្រៅពីការអនុម័តច្បាប់តំណាងរាស្ត្រគឺត្រូវចូលទៅមូលដ្ឋានដើម្បីតាមដានការអនុវត្តច្បាប់សួរសុខទុក្ខប្រជាពលរដ្ឋនិងជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗរដ្ឋសភានីតិកាលទី7ដែលដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភាជាស្ត្រីលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបាននៅទូនាទីដ៏ឧត្តមឧត្តមនេះ
ឯឧត្តមអគ្គនាយករងស្រាវជ្រាវនឹងនីតិកម្មបានបន្តទៀតថារដ្ឋសភាប្រជុំសាមញ្ញ2លើកក្នុងមួយឆ្នាំដែលក្នុងមួយលើកមានរយៈពេល3ខែក្រៅពីការអនុម័តច្បាប់តំណាងរាស្ត្រទាំងអស់គឺត្រូវចុះតាមមូលដ្ឋានដើម្បីតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានរួមទាំងជួយសម្របសម្រួលនិងដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋជាមួយគ្នានេះឯកឧត្តមក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធនិងកិច្ចការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជាសេនាធិការនៅក្នុងការបម្រើសេវាកម្មគ្រប់បែបយ៉ាងជូនរដ្ឋសភាដល់សិស្សានុសិស្សទាំងអស់បានយល់ដឹងផងដែរបន្ទាប់ពីស្ដាប់បទបង្ហាញនិងចូលរួមពិភាក្សានៅសំណួរចម្លើយរួចមកសិស្សានុសិស្សទាំងអស់ក៏បានទៅទស្សនានៅសាលពិព័រណ៍បណ្ណាល័យនិងកន្លែងសំខាន់ៗមួយចំនួនទៀតនៅវិមានរដ្ឋសភាដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតអំពីការងាររបស់ស្ថាប័ននីតិបញ្ញត្តិនេះ